ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងពេលវេលាដើម្បីសង្គ្រោះអ្នករស់ជីវិតពីគ្រោះរញ្ជួយដីក្នុងថ្ងៃចូលឆ្នាំប្រទេសជប៉ុនកាលពីថ្ងៃអង្គារបានព្យាយាមវាយតម្លៃពីទំហំនៃការខូចខាតពីការរំជួយដីដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់រាប់សិបនាក់បាក់អគារនិងផ្លូវសំខាន់ៗនិងបានផ្ដាច់ចរន្តអគ្គិសនីដល់ផ្ទះក្នុងសីតុណ្ហភាពត្រជាក់ការរំជួយដីកម្រិតបឋមកម្រិត 7.6 វិកទ័របានវាយប្រហារនៅពាក់កណ្ដាលរសៀលកាលពីថ្ងៃច័ន្ទដោយបានជំរុញឲ្យអ្នកស្រុកនៅតំបន់ឆ្នេរសមុទ្រមួយចំនួនភៀសខ្លួនទៅកាន់ទីទួលខ្ពស់ខណៈដែលរលកយក្សស៊ូណាមីមានកម្ពស់ប្រហែល1ម៉ែត្រ 3.3 ហ្វីតបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុនបុគ្គលិកយោធាអ្នកពន្លត់អគ្គិភ័យនិងប៉ូលីសរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបណូតូដាច់ស្រយាលក្នុងខេត្តអៃស៊ឺកាវ៉ាទោះបីជាយ៉ាងណាក៏ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្លូវដែលខូចនិងបិទផ្លូវយ៉ាងធ្ងន់ធ្ងរហើយអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានក្នុងតំបន់ត្រូវបានបង្ខំឲ្យបិទដោយសារតែការប្រេះនៃផ្លូវរត់នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយក្នុងកិច្ចប្រជុំគ្រោះមហន្តរាយបន្ទាន់មួយកាលពីថ្ងៃអង្គារថាការស្វែងរកនិងជួយសង្គ្រោះអ្នកដែលរងផលប៉ះពាល់ដោយការរំជួយដីគឺជាការប្រយុទ្ធនឹងពេលវេលាគឺសេដាបាននិយាយថាក្រុមអ្នកជួយសង្គ្រោះកំពុងពិបាកទៅដល់ចុងភាគខាងជើងនៃឧបទ្វីបណូតូដោយសារតែផ្លូវខូចហើយការស្ទាបស្ទង់ឧទ្ធម្ភាគចក្របានរកឃើញភ្លើងជាច្រើននិងការខូចខាតយ៉ាងទូលំទូលាយដល់អគារនិងហេដ្ឋារចនាសម្ព័ន្ធទេភ្នាក់ងារប៉ូលីសជាតិបាននិយាយថាមនុស្ស6នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ហើយភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យនិងគ្រោះមហន្តរាយបាននិយាយថាមនុស្ស19នាក់ស្ថិតក្នុងស្ថានភាពគាំងបេះដូងយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថាការរំជួយដីច្រើនជាង140ត្រូវបានគេរកឃើញចាប់តាំងពីការរំជួយដីបានវាយប្រហារលើកដំបូងកាលពីថ្ងៃច័ន្ទទីភ្នាក់ងារនេះបានព្រមានថាភាពតានតឹងខ្លាំងបន្ថែមទៀតអាចនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះ